ជំរាបសួរបបងប្អូនប្រជាពលរដ្ឋយើងអ្នកដែលចូលចិត្តហូបទុរេនម៉ាន់ថងបាទចំការទុរេនរបស់ខ្ញុំនៅថ្ងៃនេះគឺថ្ងៃទី21ខែ6ឆ្នាំ2025ចំការទុរេនម៉ាន់ថងរបស់យើងខ្ញុំនេះកំពុងតែប្រមូលផលគឺចាប់ផ្ដើមប្រមូលផលពពួកទុរេនម៉ាន់ថងហើយគឺអញ្ចឹងបងប្អូនមើលដើមទុរេនរបស់ខាងខ្ញុំនេះគឺសិតតែទុរេនដែលមានអាយុជាង10ឆ្នាំគឺ18ឆ្នាំហើយអញ្ចឹងទុរេនម៉ាន់ថងដែលមានអាយុជាង10ឆ្នាំហ្នឹងមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងកាលណាដើមទុរេនម៉ាន់ថងអាយុកាន់តែច្រើនរសជាតិកាន់តែឆ្ងាញ់ដូច្នេះបងប្អូនដែលចូលចិត្តទុរេនម៉ាន់ថងចាប់ពីថ្ងៃស្អែកទៅគឺថ្ងៃទី22ទៅបាទរហូតតទៅយើងមកដល់ចំការរបស់យើងខ្ញុំនឹងមានតម្លៃពិសេសជូនដល់បងប្អូនយើងចំការយើងនឹងទទួលរងចាំទទួលបងប្អូនដែលចូលចិត្តទុរេនម៉ាន់ថងចាប់ពីថ្ងៃស្អែកគឺថ្ងៃទី22តទៅហើយអញ្ចឹងបងប្អូនដែលទន្ទឹងរង់ចាំពិសេសអ្នកដែលនៅតាមបណ្ដាខេត្តនានានៅក្នុងខេត្តព្រៃវែងខេត្តស្វាយរៀងនិងខេត្តត្បូងឃ្មុំឬក៏ខេត្តកំពង់ចាមអីហ្នឹងទាំងទីក្រុងភ្នំពេញបាទអញ្ជើញមកទទួលទានទុរេនម៉ាន់ថងរបស់ខ្ញុំដែលមានអាយុកាលកាន់តែច្រើនឆ្នាំរសជាតិកាន់តែឆ្ងាញ់យើងមើលសម្ពល់ពណ៌ដើមរបស់វាដូចដើមទុរេនដូនតាអញ្ចឹងអានេះគេហៅថាសុវត្ថិភាពចំណីអាហារ 100% អញ្ចឹងបងប្អូនមើលសកម្មភាពដែលគាត់ចាប់ផ្ដើមកាត់ចាប់ផ្ដើមគោះប្រមូលផលតទៅបាទអញ្ជើញនោះគាត់គោះហើយឮសូរសំឡេងបាទអញ្ចឹងគាត់កាត់ហើយបាទគាត់បោះមកហើយបាទនោះមួយបាទហ្នឹងបាទនេះបងប្អូនសង្កេតមើលនេះបាទមើលពណ៌វាសម្បល់វាបាទអញ្ចឹងបើសិនជារសជាតិកាន់តែឆ្ងាញ់គឺយើងលិតអានេះបាទយើងលិតវាទៅមានន័យថាកាន់តែផ្អែមទុរេននេះកាន់តែចាស់ពេញកម្រិតបាទយើងអត់លក់ទុរេនទឹក7ទឹក8ឬក៏ទឹក9កន្លែងយើងលក់ទឹកទុរេន 100% បាទ 100% អញ្ចឹងបងប្អូនចាប់ពីថ្ងៃស្អែកបងប្អូននឹងអាចទទួលទិញទុរេនម៉ាន់ថងហើយអញ្ចឹងយើងបន្តមើលសកម្មភាពគាត់កាត់តទៀតបាទហើយគាត់ក៏ជាអ្នកជំនាញមួយរូបដែរខាងចាប់ទុរេនបាទអញ្ចឹងបន្តទៅទៀតបាទហើយកម្ពស់ដើមទុរេននេះអត់ក្រោម20ម៉ែត្រទេបាទអញ្ចឹងព្រោះយើងដាំមកអាយុវាយូរហើយតងំតែបានទុរេនប្រភេទអញ្ចេះគឺតោះតែយើងប្រើជីធម្មជាតិប្រើជីសរីរាង្គបាទដែលมันបង្ខិតបង្ខំវាឲ្យវាដុះដាលទៅតាមដំណើររបស់វាចុងក្រោយល្អទាំងរសជាតិល្អទាំងសុខភាពដើមហើយមាននិរន្តរភាពកសិកម្មបាទមាននិរន្តរភាពកសិកម្មនោះហើយគឺជាគោលដៅរបស់បងប្អូនម្ចាស់ចំការដាំដុះដំណាំទុរេនហើយរសជាតិឆ្ងាញ់នោះគឺជាគោលដៅរបស់បងប្អូនអ្នកដែលទទួលទានទុរេនបាទហើយផាសុខភាពហ្នឹងគឺទាំងអ្នកដាំទាំងអ្នកទទួលទានគឺសិតតែត្រូវការទាំងអស់គ្នាបាទអញ្ចឹងបងប្អូននេះគឺជាវីដេអូចង់បញ្ជាក់ថាតាកាំងចំការទុរេនតាកាំងកំពុងតែប្រមូលផលទុរេនម៉ាន់ថងហើយដែលមានអាយុកាលជិត20ឆ្នាំបាទនេះសកម្មភាពបន្តបាទបាទអញ្ចឹងចិត្តបានមើលមួយដើមនេះគាត់កាត់បានសឹងតែបាន5-6 ផ្លែហើយបាទ6ផ្លែបាទហើយតម្លៃគឺតម្លៃជូនគឺតម្លៃពិសេសជូនតែម្ដងបាទអញ្ចឹងចាប់ពីថ្ងៃទី22រហូតតទៅអញ្ចឹងដែលបងប្អូនទន្ទឹងរង់ចាំទុរេនម៉ាន់ថងហ្នឹងយូរហើយមកដល់ហើយបាទហើយបងប្អូនមើលដើមមើលស្លឹកបាទគឺស្លឹកក៏ស្អាតដើមក៏ស្អាតពណ៌សម្បល់ផ្លែហ្នឹងមកដល់ហ្នឹងគឺពណ៌មាសបាទពណ៌មាសបែបលាយទៅខាងដីបាទអញ្ចឹងដល់ពេលសាច់របស់វាដែលមានរសជាតិឆ្ងាញ់ហ្នឹងគឺពណ៌ទឹកដោះគោបាទកាលណាសាច់ដែលមានរសជាតិឆ្ងាញ់ពណ៌ទឹកដោះគោនោះចង់បញ្ជាក់ថាវាមានរសជាតិ5បាទមានរសជាតិផ្អែមរសជាតិក្អូបរសជាតិកាពីងដូងរសជាតិល្មួតនិងរសជាតិ
ក្លិនស្រាបន្តិចបាទក្លិនស្រាបន្តិចអានោះហើយគេហៅថាស្តង់ដាទុរេនម៉ាន់មុនថងទុរេនម៉ាន់ថងបាទចឹងជម្រាបជូនចឹងហើយมันងាយមានដើមចឹងឯងបងប្អូនបាទបាទបាទអញ្ចឹងខ្ញុំចង់បញ្ជាក់បាទនេះដើមនេះឥឡូវមកដល់នេះយើងបេះបានយើងកាត់បានប៉ុណ្ណឹងផ្លែបាទយើងកំពុងតែប្រមូលផលហើយដូច្នេះដែលបងប្អូនដែលត្រូវការទុរេនម៉ាន់ថងមកមុនបានមុនអញ្ចឹងពេលចាប់ពីព្រឹកស្អែកទៅថ្ងៃទី22តទៅបាទនេះជាវីដេអូចង់បញ្ជាក់ថាចំការទុរេនតាកាំងនៅឯខាងមេមត់ទុរេនម៉ាន់ថងយើងចាប់ដើមប្រមូលផលចាប់ពីថ្ងៃស្អែកតទៅសូមអរគុណច្រើនសូមជម្រាបលាបាយបាយ